Hello ក៏សួស្តីទៅកាន់សំណាប់ចេះសំណាប់បេះដូងមកកាន់ការបង្រៀនរបស់ខ្ញុំដំបូងនៅពេលដែលយើងចុចចូលក្នុងកម្មវិធី PowerPoint វានឹងចេញផ្ទាំងបែបនេះហើយសម្រាប់អ្នកដែលទៅចូលថ្មីចង់អាផ្ទាំងការបង្ហាញទាំងអស់នេះគឺវាអត់ចេញទេដោយសារតែខ្ញុំគឺធ្លាប់ធ្វើឲ្យកាលពីសប្តាហ៍មុនអញ្ចឹងទៅវាចេញអានេះតែសម្រាប់អ្នកដែលថ្មីគឺវាអត់ចេញអានេះទេអញ្ចឹងយើងកុំខ្វល់ពីកន្លែងនេះយើងមកមើលកន្លែងនេះកន្លែងសញ្ញាបកខាងស្ដាំនៅខាងលើនេះមកចុចកន្លែងសញ្ញាបកមកទៅមកកន្លែងនេះយើងឆ្លាញ់ background មួយណាយើងចុច background មួយហ្នឹងទៅឧទាហរណ៍ថាខ្ញុំចង់បាន background មួយនេះអញ្ចឹងចុចចូលកន្លែងហ្នឹងមកហើយយើងចុចកន្លែងនេះកន្លែងអក្សរតូចៗខាងក្រោមនេះចុចកន្លែងនេះមួយមកតោះមកយើងចុចលុបយើងចុចពីរដងមកតោះមកយើងចង់សរសេរឈ្មោះក្រុមឈ្មោះសាលាអញ្ចឹងទៅណាឧទាហរណ៍ថាខ្ញុំដាក់សាលាវិទ្យាល័យចុចទៅដែលយើងដាក់ឈ្មោះសាលាយើងណាកន្លែងនេះយើងចង់ដាក់កបានេះគ្រាន់តែផ្ទាំងខាងមុខដែលយើងធ្វើ slide តោះមកយើងចុចបន្ទាត់ហើយយើងដាក់ក្រុមមកក្រុមទីប្រហែលដាក់មកតោះយើងចុចបន្ទាត់ទៀតហើយយើងសរសេរឧទាហរណ៍ថាមុខវិជ្ជាយើងរៀនមុខវិជ្ជាគេយើងដាក់មកមុខវិជ្ជាកន្លែងដល់ពេលដែលយើងសរសេរហើយយើងចុចកន្លែងអក្សរដែលយើងសរសេរហ្នឹងឲ្យជាប់មកយើងចុចឲ្យជាប់យើង select ទាំងអស់បន្ទាប់មកយើងចុចកន្លែងនេះកន្លែងនេះបន្ទាប់មកចុចកន្លែងមានលេខនេះកន្លែងនេះគឺសម្រាប់យើងដាក់ទំហំអក្សរចុចមកហើយយើងអាចរើសទំហំអក្សរដែលយើងចង់បានឧទាហរណ៍ថាខ្ញុំចង់ដាក់66ទៅយើងចុចកន្លែងនេះមកបន្ទាប់មកយើងចុចកន្លែងនេះចុចចេះមកដើម្បីឲ្យវាចាញ់ចេះបន្ទាប់មកយើងចុចកន្លែងអក្សរដែលយើងសរសេរនេះមកចុចកន្លែងនេះមកស្រែដាក់មិនបានតាមយើងខ្លួនឯងយើងចង់ស្រែដាក់ឧទាហរណ៍ថាខ្ញុំចង់ដាក់ចេះមកពេលនេះមកយើងចង់ដាក់កណ្ដាលចេះពេលយើងចង់ដាក់ពណ៌យើងដាក់កន្លែងនេះពីរដងមកកន្លែងអក្សរយើងសរសេរពីរដងបន្ទាប់មកយើង select ដូចអាមុនយើងចុច select មកឧទាហរណ៍ថាខ្ញុំឥឡូវនេះខ្ញុំចង់ដាក់ពណ៌អញ្ចឹងយើងចុចកន្លែងនេះមកនេះកន្លែងនេះកន្លែងមានអក្សរ A ហើយមានខំចុចមកហើយយើងអាចរើសពណ៌បានឧទាហរណ៍ថាខ្ញុំចង់ដាក់ពណ៌បៃតងចុចមកអញ្ចឹងវានឹងចេញពណ៌បៃតងអ្នកនរគ្នាចង់ដាក់ពណ៌មួយណាយើងចុច select លើអក្សរមួយហ្នឹងទៅវាហើយយើង select ហើយយើងចុចឧទាហរណ៍ថានេះខ្ញុំចង់ដាក់ពណ៌ទៀតហើយចុចកន្លែងនេះទៀតមកនេះកន្លែងនេះបើចង់ដាក់ពណ៌នេះហើយយើងរើសពណ៌មកឧទាហរណ៍ខ្ញុំដាក់ពណ៌ខៀវអញ្ចឹងទៅនេះតើមើលវាចេញបែបនេះហើយកន្លែងនេះយើងអាចដាក់ឈ្មោះក្រុមយើងមកឈ្មោះសមាជិកអីគេឈ្មោះគេហើយបើយើងចង់ដាក់យើងចុចកន្លែងនេះកន្លែងមានរូបសរអេមកចុចកន្លែងនេះមកអញ្ចឹងវាបង្ហាញអត្ថបទមួយចេះសម្រាប់យើងសរសេរទៅមកយើងសរសេរមកឧទាហរណ៍ថារៀបចំដោយចឹងទៅយើងដាក់ឈ្មោះយ៉ាងណារៀបចំដោយយ៉ាងណាយើងដាក់ឈ្មោះចឹងទៅតោះមកយើងអានេះក្រោមនេះយើងចុចយើងសរសេរអត្ថបទខាងក្រោមមកតោះមកបើយើងចង់ឲ្យអក្សរនេះវាធំយើងចុចកន្លែងអក្សរនោះពីរដងមកនេះកន្លែងតូចហើយយើងដូចមិញមកយើងចុច select ដូចមិញយើងចុច select ហើយយើងចុចកន្លែងនេះកន្លែងដដែលនេះមកតោះមកយើងចុចកន្លែងដដែលទៅមកយើងចង់បានទំហំអក្សរឧទាហរណ៍ថាខ្ញុំចង់យកសារ6ដែលសារតូចពេកចឹងតោះមកចុចកន្លែងនេះកន្លែងខ្លាខ្មានេះចុចនេះមកតោះវាបាត់ចេះហើយយើងអាចព្រមបានចង់ព្រិចក៏បានចង់ព្រមក៏បានតោះមកយើងចុចកន្លែងអក្សរយើងសរសេរហើយយើងស្រែមកយើងចង់ដាក់កន្លែងណាក៏បានយើងចង់ដាក់កន្លែងនេះក៏បាននៅតាមយើងចង់ដាក់កណ្ដាលក៏បានតែប៉ុណ្្នឹងហើយតោះមកថយមកវិញមួយមកនេះថយវិញមួយចឹងមកតោះមកយើងឧទាហរណ៍ថាយើងចង់សរសេរជាចំណុចឧទាហរណ៍ថាចំណុចទី1ទី2ទី3ទី4បើយើងចង់តយើងចុចកន្លែងនេះមកនេះកន្លែងសញ្ញាបកនេះដល់ពេលដែលយើងចុចកន្លែងសញ្ញាបកហ្នឹងវានឹងចេញតពួរជាច្រើនសម្រាប់ឲ្យយើងសរសេរទៀតសរសេរតទៀតថាកន្លែងតពួរទី2នេះខ្ញុំលុបនេះមួយចុះសិនថានេះខ្ញុំដាក់ក្នុងជើងឧទាហរណ៍ចំណុចទី1របស់យើងចុចចេញមកហើយយើងចុចពីរដងទៅលើហ្នឹងមកតោះមកយើងចុចកន្លែងនេះអានេះយើងចង់សរសេរមុនក៏បានចាំយើងដាក់ទំហំអក្សរក៏បានយើងចង់ដាក់មុនក៏បានចឹងខ្ញុំចង់ដាក់មុនចុចកន្លែងហ្នឹងមកតោះមកខ្ញុំចង់ដាក់60តោះមកយើងសរសេរមកយើងឧទាហរណ៍ថាចំណុចទី1ហើយបើយើងចង់ដាក់ពណ៌ដូចខ្ញុំប្រាប់មិញចឹងពណ៌គឺកន្លែងនេះចុចកន្លែងនេះយើងចង់ដាក់ពណ៌តែបើយើងចង់ដាក់ពណ៌ទៅយើង select វាសិនយើងចុចឲ្យជាប់នៅលើអក្សរយើងសរសេរនេះកន្លែងនេះមកនេះកន្លែងអក្សរ N មកតោះមកយើងរើសពណ៌ដែរឧទាហរណ៍ខ្ញុំចង់ដាក់ពណ៌ក្រហមចឹងវាចេញពណ៌ក្រហមតោះមកពេលដែលវាចេញនេះយើងចុចនៅលើអក្សរមកម្ដងមកវាចឹងយើងអាចស្រែបានចង់ដាក់កន្លែងណាក៏បានតោះមកបើយើងចង់សរសេរអត្ថបទបន្តទៀតយើងចុចកន្លែងនេះកន្លែងមានរូបអក្សរ A នេះចុចកន្លែងនេះមកវានឹងបង្ហាញអត្ថបទមួយទៀតសម្រាប់យើងសរសេរឧទាហរណ៍ថាយើងសង្ខេបហើយយើងចង់សរសេរពីក្រោមមកនេះយើងចុចកន្លែងនេះមកចុចយើងដាក់ទំហំអក្សរចុចកន្លែងនេះចុចកន្លែងលេខនេះយើងរើសទំហំអក្សរមកយើងយកលេខម៉ាក៏បានតែពាក្យច្រើនខ្ញុំសរសេរខ្ញុំយក48និង54ដោយសារនឹងវាល្មមនឹងផ្ទាំងនេះផ្ទាំងទាំងអស់នេះអញ្ចឹងចុចកន្លែង54មកនេះតោះមកយើងសរសេរមកចំណុចយើងសរសេរហើយអញ្ចឹងយើងចង់កែដាក់ពណ៌ហើយបើយើងចង់ដាក់រូបភាពទៀតដូចថាយើងចង់ដាក់រូបភាពពីពណ៌នឹងមេរៀនឬក៏ចំណុចដែលយើងចង់ដាក់ហ្នឹងរូបភាពនេះយើងអាចdownload តាម Google ឬក៏តាម Facebook អីពីពណ៌នឹងមេរៀនហ្នឹងហើយយើងដាក់ក្នុងរូបថតយើងមកតោះមកយើងចូលនេះកន្លែងរូបថតនេះចុចមកតោះមកយើងចុចកន្លែងនេះតែ3ខាងឆ្វេងតោះមកយើងចុចកន្លែងរូបភាពតោះមកវាបង្ហាញរូបភាពដែលយើងបាន research ទុកឬក៏រូបភាពដែលយើងបាន download ទុកតោះមកចុចរូបភាពមក
តមកឧទាហរណ៍ថាខ្ញុំចង់ដាក់រូបភាពមួយនេះអញ្ចឹងចុចលើរូបភាពហ្នឹងមកតមកចុចលើធ្វើរួចមកដល់កន្លែងហ្នឹងយើងចង់បវលក៏បានឬក៏យើងចង់ប្រូមក៏បាននេះកន្លែងនេះយើងចង់ឲ្យវាតូចប៉ុន្តែយើងចង់បានល្មមបើយើងចង់ដូរពណ៌អីយើងអាចដាក់កន្លែងខាងឆ្វេងនេះមកក៏យើងអាចដាក់ពណ៌ពន្លើអញ្ចឹងនេះពណ៌ថាខ្ញុំដាក់អានេះចុះតមកយើងចុចកន្លែងនេះមួយទៀតមកតមកចុចកន្លែងបញ្ចប់តមកយើងចុចទៅពេលហ្នឹងហើយយើងចុចកន្លែងនេះកន្លែងខាងឆ្វេងនេះកន្លែងនេះយើងចង់បានរូបបែបម៉េចយើងយកបែបហ្នឹងនេះដូចនេះឧទាហរណ៍ថាខ្ញុំចង់យកមកនេះចុចមុនដល់ពេលយើងដាក់អញ្ចឹងហើយអារូបភាពនេះយើងអាចដាក់មុនក៏បានយើងអាចសរសេរអត្ថបទនេះមុនក៏បានតមកបើយើងចង់ឲ្យរូបភាពបន្ទូចយើងគាត់តែចុចលើរូបភាពនេះមួយមកនេះយើងគាត់តែចុចលើរូបភាពនេះមួយមកតមកយើងសរសេរវាមកយើងចង់ដាក់កន្លែងណាហើយបើចង់បរមបន្ទូចយើងនេះកន្លែងរង្វង់តូចជុំវិញហ្នឹងយើងបរមវាចេះមកចាយើងចង់បានទំហំប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងមកនេះឧទាហរណ៍ខ្ញុំដាក់ប៉ុណ្នេះតមកបើយើងចង់សរសេរទំព័របន្តយើងចុចកន្លែងនេះមកនេះតទៅមកសរសេរតទៅមកចំណុចទាំងអស់ទៅមកយើងសរសេរតទាំងអស់មកដល់ពេលដែលយើងធ្វើឲ្យរួចរាល់យើងចុចកន្លែងនេះកន្លែងសញ្ញាគ្រីសខាងឆ្វេងខាងលើនេះចុចមួយមកតមកបើសិនជាយើងសរសេរវាអត់ទាន់ហើយទេយើងចង់សរសេរវាពេលក្រោយទៀតយើងចុចកន្លែងនេះកន្លែងប្រេខាងស្ដាំខាងលើនេះប្រេ3ខាងលើនេះចុចមកហើយបើយើងចង់សរសេរឬចង់កែពេលក្រោយទៀតយើងចុចកន្លែងនេះកន្លែងរសារទុកហើយមានរូបបិចនេះតែបើយើងចង់បោះពុម្ពហើយនេះបើយើងសរសេរនេះបោះពុម្ពនេះតែសម្រាប់អ្នកដែលធ្វើហើយសរសេរហើយចឹងណាយើងធ្វើហើយយើងចុចកន្លែងនេះបោះពុម្ពនេះតែមុននឹងយើងចុចកន្លែងបោះពុម្ពនេះតើតែយើងបើកអ៊ីនធឺណិតដែរចុចមកតមកវានឹងចាញ់តម្រងបែបនេះហើយយើងចុចកន្លែងនេះកន្លែងទំហំក្រដាសនេះមកខាងលើនេះកណ្ដាលគេនេះចុចមកតមកយើងចុចកន្លែងនេះហើយកន្លែងប្រឈរនេះហើយយើងយកពាក្យផ្ដេកចុចកន្លែងផ្ដេកមកនេះតមកយើងចុចកន្លែងក្តារមកនេះកន្លែងទំក្តារក្តារមកតមកយើងចុចកន្លែងនេះ ISO នេះមកចុចមួយចឹងមកតមកយើងអស់រពាក្យថានេះកន្លែងនេះបាទមានអក្សរ POC នេះ POC នេះកន្លែងមានលេខ2នេះចុចមកដល់ពេលយើងចុចហើយចឹងហើយយើងចុចកន្លែងនេះកន្លែងនេះកន្លែងមានសញ្ញាប្រូនចុចក្រោមចុចមកពេលមកដល់កន្លែងនេះហើយយើងអាចនេះកន្លែងនេះយើងអាចដាក់ឈ្មោះមកឈ្មោះ file របស់យើងឈ្មោះ file លេខគេចឹងមកតមកចុចខាងលើនេះខាងត្រេ3ខាងឆ្វេងនេះតមកចុចកន្លែងនេះតមកយើងរកពាក្យថា download នេះពាក្យនេះមកនេះ download មកចុចមួយតមកយើងរក្សាទុកពេលដែលយើងធ្វើហើយយើងចង់ផ្ញើ file ហ្នឹងទៅកាន់លោកគ្រូដើម្បីគាត់ស្លាយចឹងហើយយើងចុចកន្លែងនេះមកនេះកន្លែងទំហំបន្ទុកតមកយើងរកកន្លែងពាក្យ download នេះមកកន្លែងយករក្សាទុកមិនហ៎តមកយករកឈ្មោះយើងដាក់មិនតែយើងដាក់ឈ្មោះយើងចុចកន្លែងបើយើងចង់ផ្ញើ file ចុចកន្លែង3មកយើងចង់ផ្ញើចុចកន្លែងចែករំលែកមកប៉ុណ្្នឹងហើយ